នេះជាសកម្មភាពដែលខ្ញុំរៀបចំចេញដំណើរពីផ្ទះខ្ញុំដើម្បីជិះទៅបរិញ្ញាសិស្សដែលមានចម្ងាយ100 ជិត100 គីឡូហើយយើងត្រូវឆ្លងទូកឆ្លងអីចេះដោយសារតាខែទឹកលិចអញ្ចឹងទៅយើងត្រូវឆ្លងតាមទូកហើយនេះគឺខ្ញុំបានមកដល់តាមផ្លូវហើយដែលខ្ញុំវែងហើយតាមផ្លូវហ្នឹងគឺថាស្ងាត់មែនតើគឺជិះតាមចកាគេរហូតដោយសារពេលហ្នឹងខ្ញុំមើល Google Map ហើយ Google Map ដាក់ map ហ្នឹងមកឲ្យខ្ញុំជិះគឺខ្ញុំជិះតាម Google Map តែខ្ញុំមានកូនចិត្តមួយថាគឺខ្ញុំបានវែងផ្លូវហើយតែខ្ញុំនៅតែបន្តដំណើររហូតទៅតាម map ហើយមកដល់ហើយនេះគឺខ្ញុំប្រកាសចិត្ត 50% ហើយថាខ្ញុំនឹងវែងផ្លូវហើយដូចអ្នកទាំងអស់គ្នាឃើញហ្នឹងគឺសិតតែចកាដលងរបស់គេទាំងអស់ហ្មងផ្លូវទៅសាលាគឺគេដើរស្ងាត់ឈ្ងោហ្មង Turn left យើងជិះជួបនេះដែលគាត់នៅហ្នឹងគាត់មានការធ្វើអីនៅហ្នឹងគឺស្ងាត់ខ្លាំងមែនតើខ្ញុំទីមកតាម Google Map គឺ Google Map ដាក់ឲ្យមកនេះគឺថាស្ងាត់ឈ្ងោមយកទៅមកហើយនេះគឺផ្លូវដែលខ្ញុំវែងចូលគឺថាបែកពុកពេញហ្នឹងតែខ្ញុំថតបានតែបន្តិចហ្នឹងទេហើយមកដល់ហើយនេះគឺខ្ញុំបានហូតផ្លូវចេញហើយមកឡើងមកកស៊ូផ្លូវកស៊ូវិញហើយគឺថារៀងញញឹមសុបាយចិត្តតិចតិចហើយបាទហើយបន្តមកក៏យើងបានមកដល់សាលាដែលយើងត្រូវបរៀនហើយគឺសាលាបឋមសិក្សាភូមិថ្មីបាទគឺសាលាមានតែអគារមួយខ្នងទេហើយនៅភូមិដាច់ស្រយាលមែនតើហើយគឺថាឥឡូវមកដល់យប់ហើយគឺខ្ញុំបាននៅកន្លែងស្នាក់បានហើយគឺនេះគ្រូនាយិកាក៏ដល់កន្លែងខ្ញុំស្នាក់បានហើយគឺខ្ញុំស្នាក់នៅក្នុងវត្តក្នុងកុដិរបស់លបងដែលនៅវត្តនេះគឺមានព្រះសង្ឃតា2អង្គទេហើយផ្ទះអ្នកភូមិនៅនេះតាមដែលខ្ញុំសួរគឺមានតែ50-60ក្នុងផ្ទះអីទេ50-60គ្រួសារអីទេអញ្ចឹងគឺភូមិនេះគឺទូចមែនតើហើយខ្ញុំត្រូវបរិញ្ញាសិស្សនៅនេះតាលបាក់មួយថ្នាក់ជាង10-20នាក់អីទេគឺសិស្សអត់សូវច្រើនដែរទេហ្នឹងហើយអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយអរគុណអ្នកទាំងគ្នាដែលបានមើលវីដេអូនេះហើយខ្ញុំនឹងថតសកម្មភាពពេលដែលខ្ញុំបរិញ្ញាពេលដែលខ្ញុំចូលបរិញ្ញានៅក្នុងថ្នាក់ឲ្យអ្នកទាំងអស់គ្នាបានមើលនៅពេលក្រោយទៀតពេលដែលខ្ញុំបានចូលទៅបរិញ្ញាផ្ទាល់នៅក្នុងសាលាបាយបាយ